កាន់តែខ្នាញ់ហ្មងណាថ្ងៃនេះគឺយើងដូរបរិយាកាសមកញ៉ាំ lunch នៅ Amalfi Fresh Pasta ម្ដងថ្ងៃនេះមកញ៉ាំ spaghetti Italy ម្ដងហើយ spaghetti ហ្នឹងណាគឺរសជាតិឆ្ងាញ់មែនតើទីតាំងវិញគឺនៅ Cheston Shopping Center Pasta មកកន្លែងនេះហ្នឹងគឺមនុស្សច្រើនមែនតើបងអូនអានេះខ្ញុំទៅ weekday ណាហើយមនុស្សច្រើនប៉ុណ្ណឹងហើយបើសិនណាជាយើងទៅ weekend វិញមនុស្ស line up ច្រើនមែនតើសម្រាប់មុខម្ហូបគេគឺគេមានច្រើនសម្រាប់ឲ្យយើងហឺបងអូនអាចមើលបានហើយគឺខ្ញុំបាន order ជាមួយនឹង fry ហើយជាមួយនឹង spaghetti រសជាតិក្តាមអានេះគេមានដាក់សាច់ក្តាមម្ដុំឲ្យយើងហ្មងហើយវិញវារសជាតិវិញគឺឆ្ងាញ់មែនតើហ្មងបងអូនគឺខ្ញុំហ៊ាននិយាយថាឆ្ងាញ់ញ៉ាំមួយម៉ាត់ហើយគឺចង់ដាក់មួយម៉ាត់ទៀតចូលហ្មងជាមួយនឹងសាច់តសៃ spaghetti គេវិញគឺគេធ្វើថ្មីភ្លាមឲ្យយើងហ្មងគឺថាឆ្ងាញ់មែនតើសម្រាប់អ្នកដែលគាត់ចង់ញ៉ាំជាមួយនឹងម្ហូបអ៊ីតាលីជាពិសេសនោះគឺ spaghetti ឬក៏ pasta អីគឺអាចទៅសាកកន្លែងហ្នឹងបាននិយាយទៅគឺឆ្ងាញ់ទៅញ៉ាំហើយអ្វីដែលខ្ញុំអត់បានហ្នឹងគឺកាហ្វេហ្មងហើយកាហ្វេដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងជាងគេនៅ Chester ហ្នឹងគឺមានតែហាងមួយនេះហ្នឹងគឺខ្ញុំអត់ដែរជឿថាអ្នកផឹកកាហ្វេពេលដែលយើងអត់ផឹកគឺញ័រដៃញ័រជើងតទៅពេលធ្លាក់មកលើខ្លួនឯងទឹកដងក្នុងមួយថ្ងៃគឺត្រូវតែមាន2កែវបើសិនណាជាអត់បានផឹកកាហ្វេមួយថ្ងៃទេគឺធ្វើអីអត់បានហ្មងខួរក្បាលស្ពឹកគាត់អីអត់ចាញ់ហ្មងណាអានេះហើយគឺជាព្រឹត្តិកម្មនៃការចូលកាហ្វេ